យល់សពឃើញសត្វ8ប្រភេទជនជាតិចិនជឿថាម្ចាស់ខ្លួននឹងទទួលបានសំណាងល្អតាមជំនឿជនជាតិសុបិនឃើញសត្វ8ប្រភេទខាងក្រោមភាគច្រើនជាប្រផ្នូលវិជ្ជមានទាក់ទងនឹងភាពជោគជ័យទាំងពេលបច្ចុប្បន្ននិងអនាគតរួមមានយល់សពឃើញកណ្ដុរក្នុងសុបិនបង្កប់នៃគ្រោះថ្នាក់ប៉ុន្តែបើអ្នកបានឃើញខ្លួនឯងអាចបណ្ដេញសត្វកណ្ដុរក្នុងសុបិនមានន័យថាអ្នកអាចជំនះលើការលំបាកនិងយកឈ្នះលើបញ្ហាឬសត្រូវយល់សពឃើញពស់នៅក្នុងទេវកថានិងរឿងព្រេងនៃប្រទេសជាច្រើនរួមទាំងប្រទេសចិនពស់តំណាងឲ្យឥស្សរជនឬអាទិទេពដូច្នេះឃើញពស់ក្នុងសុបិនវាច្រើនតែតំណាងឲ្យប្រាជ្ញាលើសពីនេះគេជឿថាម្ចាស់សុបិននឹងទទួលបានសំណាងល្អដែលអាចជួបមិត្តថ្មីគូគ្រងឬទទួលបានបុត្រយល់សពឃើញពីងពាងសុបិនឃើញពីងពាងមានន័យថាដោយសារការព្យាយាមនិងប្រុងប្រយ័ត្នក្នុងការងារប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងគួរជាទីពេញចិត្តប្រសិនបើសុបិនឃើញពីងពាងធ្វើសម្បុកមានន័យថាអ្នកត្រូវតែខិតខំបន្ថែមទៀតទើបទទួលបានជោគជ័យដែលខ្លួនពំប្រាថ្នាយល់សពឃើញឆ្មាច្រើនតែតំណាងឲ្យស្ត្រីនៅក្នុងសុបិនវាតំណាងឲ្យភាពផ្អែមល្ហែមតែក៏តំណាងឲ្យល្បិចកិច្ចកលដែរយ៉ាងណាក្តីជាទូទៅសុបិនឃើញឆ្មាបង្ហាញថាអ្នកនឹងរកប្រាក់ចំណូលបានច្រើនយល់សពឃើញឆ្កែសត្វឆ្កែត្រូវបានកំណត់លក្ខណៈដោយភាពស្មោះត្រង់ចំពោះម្ចាស់ហើយវិក័យសាហាវជាមួយតែសត្រូវប៉ុណ្ណោះសត្វនេះច្រើនតែតំណាងឲ្យសិលធម៌និងវិន័យខ្លួនឯងឆ្កែនៅក្នុងសុបិនជានិមិត្តរូបនៃមិត្តភាពដែលបង្ហាញពីភាពស្មោះត្រង់ក្នុងស្នេហានិងក្នុងរង្វង់មិត្តភក្តិយល់សពឃើញកន្លាតអត្ថន័យរបស់វាគឺមាននរណាម្នាក់នៅជុំវិញអ្នកដែលអ្នកស្អប់កំពុងព្យាយាមផ្ដួលអ្នកក្នុងពេលនេះបើមិនរកមិត្តភក្តិមកពិភាក្សាឬរកវិធីជួយដោះស្រាយនោះទេបញ្ហានឹងកាន់តែធ្ងន់ធ្ងរយល់សពឃើញតោសត្វតោតំណាងឲ្យភាពខុសខើនិងកម្លាំងក្នុងសុបិនសត្វតោនៅក្នុងសុបិនជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីថ្លៃថ្នូរភាពរឹងមាំសិរីរុងរឿងនិងភាពក្លាហានសុបិនឃើញប្រយុទ្ធជាមួយសត្វតោបង្ហាញថាអ្នកនឹងប្រឈមមុខនឹងបញ្ហាហូបចុកប៉ុន្តែក្នុងអាជីពនឹងមានឱកាសរីកចម្រើនយល់សពឃើញចៃជាសត្វតំណាងឲ្យការបាត់បង់នៅក្នុងសុបិនប្រសិនបើឃើញវានៅក្នុងសុបិនមានន័យថាអ្នកកំពុងស្ថិតក្នុងស្ថានភាពមិនអំណោយផលនោះទេហើយត្រូវប្រយ័ត្នខ្ពស់ព្រោះអាចចាញ់បោកគេយល់សពឃើញផ្លែក្រូចល្អណាស់ទាំងស្នេហាទាំងលុយចំណូលឃើញអ្វីៗទាក់ទងនឹងផ្លែក្រូចនៅក្នុងក្តីសុបិនគឺជានិមិត្តរូបនៃសុខភាពការបំពេញបំណងប្រាថ្នាបានសម្រេចនិងជោគជ័យធំនៃចំណងអាពាហ៍ពិពាហ៍ប្រសិនបើសុបិនឃើញដើមក្រូចមួយដើមឬច្រើនឬចំការក្រូចទោះមិនឃើញផ្លែជាសញ្ញាល្អត្រៀមខ្លួនសម្រាប់ដំណឹងល្អប្រសិនបើឃើញដើមក្រូចជាច្រើនដែលមានផ្លែក្រូចភ្លឺតេងប្រផ្នូលឲ្យដឹងជាមុនថាទំនាក់ទំនងស្នេហារបស់អ្នកនឹងនាំដល់អាពាហ៍ពិពាហ៍ដ៏រឹងមាំនិងរីករាយពេញមួយជីវិតបើយល់សពឃើញញ៉ាំផ្លែក្រូចបែរជាមានន័យថាអ្នកមិនពេញចិត្តនឹងជីវិតផ្ទាល់ខ្លួនឬដៃគូទេហើយបើនៅក្នុងក្តីសុបិនញ៉ាំក្រូចហើយមានអារម្មណ៍ថាមានរសជាតិជូរវាមានន័យថាអ្នកអាចប្រឈមមុខនឹងបញ្ហាប្រសិនបើស្ត្រីណាម្នាក់សុបិនឃើញក្រូចធំមួយនៅលើដើមឈើប៉ុន្តែនាងមិនអាចឈោងដល់វាឬបេះវាបានសោះមានន័យថានាងមិនទុកចិត្តបុរសណាហើយអាចនៅឯកាអស់រយៈពេលជាយូរទៀតប្រសិនបើអ្នកឃើញក្រូចនៅលើតុជាអាហារសូមត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលដ៏រីករាយមួយប្រសិនបើស្ត្រីនៅក្នុងក្តីសុបិនឃើញខ្លួនឯងឧបត្ថម្ភផ្គប់ផ្គុនបុរសជាមួយបង្អែមទឹកក្រូចឬផ្លែក្រូចមានន័យថានឹងមានការលបួងរីករាយមួយរយៈខ្លីនៅក្នុងជីវិតគូស្នេហ៍ដែលមិនស្ថិតស្ថេរប្រសិនបើអ្នកលាបទឹកដែលច្របាច់ចេញពីផ្លែក្រូចនៅក្នុងសុបិនវាមានន័យថាមិនយូរមិនឆាប់នឹងមានការណាត់ជួបស្នេហាប្រសិនបើអ្នកឃើញដើមក្រូចមួយផ្លែស្កាសជីវិតអ្នកនឹងលែងបារម្ភអំពីអ្វីទាំងអស់លើសពីនេះក្តីសុបិននេះនឹងធានាអំពីសុខភាពល្អពេញមួយជីវិតប្រសិនបើទឹកក្រូចមានក្លិនឈ្ងុយឆ្ងាញ់ហើយមានរសជាតិផ្អែមវាមានន័យថាបញ្ហានឹងឆ្លងកាត់អ្នកតែអ្នកឈ្នះបានជានិច្ចថែមទាំងបានឡើងតួនាទីធំប្រសិនបើស្ត្រីវ័យក្មេងម្នាក់សុបិនឃើញបានផ្លែក្រូចមកកាន់នៅក្នុងដៃគឺជាសញ្ញានៃភាពរីករាយថ្កុំថ្កើងក្នុងចំណងការងារក៏មានន័យថាជីវិតរបស់នាងនៅក្នុងអាពាហ៍ពិពាហ៍នឹងមានសុភមង្គល
ប្រសិនបើអ្នកឃើញសម្បកក្រូចខ្វិចអ្នកនឹងទទួលបានរង្វាន់ធំដល់ភ្ញាក់ផ្អើលរីករាយប្រសិនបើអ្នកញ៉ាំសម្បកវាគឺជាសញ្ញានៃសុភមង្គលដែលមិនបានរំពឹងទុកសបិនអំពីបេះក្រូចនឹងភ្ជាប់ជីវិតពិតទៅនឹងអ្វីមួយដែលរីករាយព្រមទាំងមានប្រយោជន៍ទំនងជានឹងល្បីល្បាញនៅក្នុងផ្នែកសាធារណៈឬមានលុយចូលច្រើនអ្នកប្រហែលជានឹងត្រូវបានជួលបន្តនៅកន្លែងដែលអ្នកធ្វើការជាមួយមុខងារល្អនិងចំណូលធំក៏នឹងមានឱកាសជួបមនុស្សគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដែលមិនធ្លាប់បានរំពឹងមកវាអាចជាការងារតាមរដូវកាលដែលនឹងអនុញ្ញាតឲ្យអ្នករកប្រាក់ដែលអ្នកមិនធ្លាប់រកបាននៅផ្ទះឬនៅកន្លែងចាស់បើជាអ្នករកស៊ីយល់សប្តិបែបនេះបង្ហាញថាអ្នកបានទទួលផលហើយដូចគ្នាផងដែរនៅឥណ្ឌាក្តីសុបិនឃើញអ្វីៗទាក់ទងនឹងក្រូចគឺជាសញ្ញាទំនាក់ទំនងជាមួយភេទផ្ទុយយល់សប្តិ25ប្រភេទចាស់ថាជាប្រផ្នូលនៃលាភសំណាងចូលក្នុងជីវិតជំនឿលើសុបិនគឺជាប្រផ្នូលមួយដែលមានតាំងពីសម័យកាលបុរាណមនុស្សជឿថាសុបិនអាចប្រាប់ពីព្រឹត្តិការណ៍នាពេលអនាគតមនុស្សមួយចំនួនអាចសុបិនឃើញព្រឹត្តិការណ៍ដែលនឹងកើតឡើងពិតប្រាកដឬសុបិនអំពីអ្វីដែលពិតជាបានកើតឡើងកាលពីអតីតកាលមនុស្សខ្លះអាចសុបិនឃើញរបស់ដែលទាក់ទងនឹងលាភសំណាងប្រផ្នូលនៃសំណាងល្អហើយប្រើវាដើម្បីទស្សន៍ទាយពីជោគរាសីខណៈដែលខាងក្រោមនេះគឺជាជំនឿផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តតែប៉ុណ្ណោះសុបិនឃើញនាគបង្ហាញពីការងារមានសក្តានុពលក្នុងការផ្លាស់ប្ដូរនិងផ្លាស់ទីក្នុងទិសដៅថ្មីរីឯបញ្ហាហិរញ្ញវត្ថុអ្នកអាចទទួលបានលាភសំណាងពីអ្នកឆ្ងាយឬទទួលបានពីការលាភសំណាងផ្ទាល់ខ្លួនសុបិនឃើញកប៉ាល់លិចមានន័យថាអ្នកនឹងទទួលបានប្រាក់កាសពីមនុស្សជុំវិញឬពីអាជីវកម្មនានាសុបិនឃើញព្រះពុទ្ធនេះជាសុបិនល្អអ្នកនឹងទទួលបានលាភសំណាងឬមានរាសីខ្ពស់ត្រដែតសុបិនឃើញត្រីមានន័យថាអ្នកនឹងទទួលបានសំណាងវាអាចមកក្នុងទម្រង់នៃវត្ថុនានាចំណែកការងារវិញក៏នឹងប្រសើរឡើងផងដែរសុបិនឃើញមនុស្សម្នាក់ស្លាប់មានន័យថាអ្នកនឹងទទួលបានសំណាងណាមួយដែលកំពុងផ្សងឬទទួលបានលាភសំណាងទាក់ទងនឹងការងារសុបិនឃើញភ្លុកដំរីបញ្ជាក់ថាអ្នកនឹងទទួលបានជោគជ័យមានលុយកាក់និងទទួលបានលាភសំណាងពីមនុស្សចាស់សុបិនឃើញសត្វល្អិតនៅក្នុងផ្ទះនឹងទទួលបានលាភធំអ្នកដែលប្រកបអាជីពក្នុងការជួញដូរនឹងទទួលបានមតិកែលម្អព្រមទាំងប្រាក់ចំណេញសុបិនឃើញមាសប្រាក់នឹងទទួលបានសំណាងនិងមានលុយចាយយ៉ាងងាយស្រួលសុបិនឃើញស្នាមជើងព្រះពុទ្ធនឹងត្រូវបានដំឡើងឋានៈក្នុងតួនាទីការងារហើយនឹងមានសំណាងសុបិនឃើញបក្សីមានន័យថាអ្នកនឹងមានលាភចូលហូរហៀការងារតែងឈានទៅរកផ្លូវល្អប្រកបដោយភាពចម្រុងចម្រើននាថ្ងៃខាងមុខសុបិនឃើញកង្កែបនឹងទទួលបានទ្រព្យសម្បត្តិតាមរយៈការជួញដូរពីឈ្មួញកណ្ដាលចំណែកឯអ្នកធ្វើការនឹងប្រសើរលើមុខងារហើយបានឡើងឋានៈថែមទៀតផងសុបិនឃើញមានគេចង់ចាប់យើងនឹងមានសំណាងបានមកពីការលេងផ្សងសំណាងនានាហើយនឹងរួចផុតពីសំណាងអាក្រក់បានទទួលតែរបស់ល្អប៉ុណ្ណោះសុបិនឃើញបុរសអាកាសកាយនោះបញ្ជាក់ថាអ្នកនឹងទទួលបានសំណាងពីការភ្នាល់ណាមួយនៅកន្លែងពិសេសសុបិនឃើញលាមមួកខ្លួនឯងបើអ្នកកំពុងតែធ្វើអ្វីនោះក្តីប្រាថ្នាដែលអ្នកចង់បាននឹងសម្រេចបានហើយនឹងមានសំណាងតាមពីក្រោយសុបិននៃការសម្រាលកូននឹងទទួលបានសំណាងពីមនុស្សស្រីសុបិនថាអ្នកមានផ្ទៃពោះអ្នកនឹងទទួលបានលាភសំណាងដែលអ្នកមិនធ្លាប់រំពឹងទុកពីមុនមកសុបិនឃើញដំរីនឹងទទួលបានសំណាងវាអាចមកពីអ្នកចាស់ទុំដែលយើងគោរពសុបិនឃើញសាកសពអ្នកនឹងទទួលបានលាភសំណាងពីការលេងល្បែងស៊ីសងក្នុងជំនួញសុបិនឃើញមឈូសអ្វីដែលអ្នកគិតឬធ្វើនឹងទទួលបានរង្វាន់ពេញលេញឬនឹងទទួលបានលាភសំណាងដោយការប្រថុយប្រថានសុបិនថាទៅបុណ្យសពឪពុកម្ដាយនឹងមានសំណាងចូលរួមក្នុងការប្រថុយប្រថានអ្នកអាចទទួលបានសំណាងក្នុងចំនួនតិចតួចសុបិនឃើញសត្វមាន់នឹងមានលាភសំណាងហិរញ្ញវត្ថុឬវត្ថុមានជីវិតដែលអាចជាកូនប្រុសឬសត្វមានជើង4នាំមកដោយនរណាម្នាក់សុបិនឃើញមនុស្សសម្លាប់គ្នាអ្នកនឹងទទួលបានលាភសំណាងពីការប្រថុយប្រថានហើយមនុស្សដែលធ្លាប់ធ្វើបាបយើងនឹងក្លាយជាមិត្តល្អវិញសុបិនឃើញឆ្មាអ្នកនឹងទទួលបានសំណាងពីការប្រថុយប្រថានឬសំណាងពីទីឆ្ងាយសុបិនឃើញឈាមនឹងមានមនុស្សណាម្នាក់នាំមកនូវសំណាងល្អដែលអាចមកជាទម្រង់វត្ថុនានាសុបិនឃើញឡានដឹកសាកសពឬមឈូសអាចនឹងទទួលបានលាភសំណាងពីចម្ងាយឬលាភសំណាងពីការលេងល្បែងណាមួយខ្លាញ់ក្នុងសុបិនទាក់ទងនឹងអាជីពការងារបច្ចុប្បន្ននេះខ្លាញ់ក្នុងសុបិនបើយោងទៅតាមជំនឿស្ទើរតែបញ្ជាក់ពីហេតុការណ៍ដែលបំរុងកើតឡើងក្នុងជីវិតឬជាសារដើម្បីឲ្យអ្នកដឹងខ្លួនមុនសុបិនឃើញនរណាម្នាក់កំពុងបង្ហោះខ្លែង
បញ្ជាក់បានថាអ្នកនឹងជួបឧបសគ្គក្នុងការងារប៉ុន្តែនៅទីបញ្ចប់អ្វីដែលអ្នកគិតនឹងធ្វើអាចទទួលបានជោគជ័យត្រឡប់មកវិញចូលកុំឆេវឆាវអត់ធន់និងព្យាយាមស្ងប់ចិត្តទៅបានសម្រេចខ្លាញ់ធ្លាក់ក្នុងសុបិនបានន័យថាអ្វីដែលអ្នកគិតឬអ្វីដែលអ្នកសង្ឃឹមនឹងទទួលបានជោគជ័យប៉ុន្តែវាអាចចំណាយពេលខ្លះដើម្បីព្យាយាមធ្វើឲ្យឆាប់ទទួលបានជោគជ័យដែរសុបិនឃើញខ្លាញ់ហោះលើមេឃសុបិននេះអាចបញ្ជាក់បានថាអ្នកនឹងមានសុខភាពល្អហើយអ្នកណាដែលមានជំងឺនឹងធូរស្រាប់បន្តិចម្ដងសុបិនឃើញខ្លាញ់ហោះនៅកន្លែងទាបបានន័យថាអ្នកនឹងទទួលបានឱកាសល្អក្នុងអាជីពការងារណាមួយដែលមិនដឹងខ្លួនសុបិនឃើញឡានពណ៌សតំណាងឲ្យភាពរីកចម្រើននៃអាជីពឡានខ្មៅទទួលបានបុណ្យស័ក្តិសុបិនមានអត្ថន័យខុសគ្នាជាច្រើនបែបអាស្រ័យលើសេចក្តីលម្អិតនៃដំណើររបស់ក្តីសុបិននោះប្រសិនបើអ្នកសុបិនឃើញរថយន្តដែលមានលក្ខណៈអវិជ្ជមានដូចជាឡានខូចកំពុងបើកបរលឿនហួសឬមិនអាចគ្រប់គ្រងបានឡានខូចឡានក្រឡាប់ឡានចេញពីផ្លូវសុបិននេះវាអាចឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់អ្នកថាកំពុងតែមានអារម្មណ៍តានតឹងក្នុងជីវិតពិតនៅក្នុងសៀវភៅកាត់ក្តីសុបិនបុរាណវិញប្រសិនបើឡាននោះស្អាតល្អមានផាសុកភាពវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះម្ចាស់សុបិននៅក្នុងជីវិតពិតហើយបើឡានជាឡានផ្ទាល់ខ្លួនរបស់អ្នកសុបិនទៀតត្រូវបានភ្ជាប់ទៅនឹងអត្តសញ្ញាណរបស់អ្នកក្នុងន័យមានជីវិតរុងរឿងឆាប់មិនខានជាទូទៅរថយន្តត្រូវបានភ្ជាប់ទៅនឹងសំណាងលើការងារឬរបរក្នុងសង្គមឡានពណ៌សតំណាងឲ្យការងារបានការស្ញើសរសើរចំណែកឡានខ្មៅគឺតំណាងឲ្យបុណ្យស័ក្តិអំណាចនិងបរិវារហែហមអត្ថន័យនៃពិធីបុណ្យសែននំអ៊ីសម្រាប់កូនខ្មែរជាប់ខ្សែស្រឡាយចិនគូដឹងពិធីបុណ្យសែននំអ៊ីឬភាសាចិនហៅថាដងស៊ីគឺជាប្រពៃណីរបស់ជនជាតិចិននឹងតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យរដូវរងាចន្លោះថ្ងៃទី21, 22 ឬ 23 ខែធ្នូដងស៊ីគឺជាពាក្យចិនដែលអាចមានន័យថារដូវរងាខ្លាំងឬការមកដល់នៃរដូវរងានិងជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ជនជាតិចិនដែលប្រារព្ធឡើងដោយជនជាតិចិនតៃវ៉ាន់ជប៉ុនកូរ៉េនិងវៀតណាមសម្រាប់ប្រជាជនចិនទូទាំងពិភពលោកមិនថាខ្មែរកាត់ចិនឡើយពិធីនេះគឺជាឱកាសនៃការជួបជុំគ្រួសារយ៉ាងរីករាយដើម្បីទទួលទានម្ហូបអាហារជុំគ្នាមួយឆ្នាំម្ដងហេតុនេះសមាជិកគ្រួសារទាំងអស់ត្រូវតែមកជួបជុំគ្នាទទួលទាននំអ៊ីជុំគ្រួសារមិនអាចអាក់ខានបានទេចំពោះអត្ថន័យសំខាន់នៃពិធីសែននំអ៊ីគឺថ្ងៃតំណាងឲ្យការជួបជុំក្នុងក្រុមគ្រួសារតំណាងឲ្យការចេះស្រឡាញ់គ្នាស្រស់ស្រួលគ្នានៃសមាជិកក្នុងគ្រួសារជួបជុំគ្នាទទួលទាននំអ៊ីដើម្បីនាំមកនូវលាភសំណាងល្អក៏ដូចជាការដាស់តឿនដល់កូនចៅទាំងអស់ថាឆ្នាំថ្មីកើនអាយុ1ឆ្នាំទៀតហើយដោយសារតែរូបរាងនំនេះមានជារាងដុំមូលតូចៗសង់ពីអង្ករយកមកកិនជាម្សៅលុញជាដុំនំតូចៗចម្រុះពណ៌ទទួលទានជាមួយទឹកស្ករលីខ្ញីនំនេះត្រូវបានគេតំណាងថាជាការជួបជុំបងប្អូនផ្គុំជាធ្លុងមួយដោយនំនេះក្រៅពីនៅទទួលទានជុំគ្នានៅក្នុងពិធីសែននំអ៊ីគេក៏ទទួលទានវានៅក្នុងពិធីមង្គលការនិងពិធីជួបជុំសំខាន់ៗជាច្រើននៅក្នុងគ្រួសារជនជាតិចិនផងដែរហេតុអ្វីបានជាគ្រួសារជនជាតិចិនរាល់ឆ្នាំតែងតែធ្វើពិធីសែននំអ៊ីសម្រាប់គ្រួសារជនជាតិចិនឬខ្មែរដែលមានខ្សែស្រឡាយចិនជាការពិតណាស់នៅក្នុងខែធ្នូមានកម្មវិធីសែនដ៏ល្បីមួយនោះគឺពិធីបុណ្យដងស៊ី Festival ដែលគេនឹងប្រារព្ធពិធីសែននំអ៊ីនិងទទួលទាននំអ៊ីនេះជួបជុំគ្នាពិធីបុណ្យនេះតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃទី22 ខែធ្នូតែឆ្នាំខ្លះក៏ប៉ះចំថ្ងៃទី21 ខែធ្នូដែរជាការពិតណាស់ពិធីសែននំអ៊ីនេះត្រូវបានគេជឿថាជាពិធីជួបជុំគ្រួសារមួយដោយញាតិមិត្តបងប្អូនជិតឆ្ងាយដែលនៅបែកគ្នានិងមកជួបជុំគ្នាឡើងវិញព្រមទាំងជាពិធីសិរីសួស្តីសម្រាប់ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនៅក្នុងការកើនឡើងអាយុ1ឆ្នាំទៀតផងដែរហើយដោយសារតែរូបរាងនំនេះមានជារាងដុំមូលតូចៗផ្សំពីអង្ករយកមកកិនជាម្សៅលុញជានំដុំតូចៗចម្រុះពណ៌ទទួលទានជាមួយទឹកស្ករលីខ្ញីនំនេះត្រូវបានគេតំណាងថា
ជាការជួបជុំបងប្អូនគុំជាធ្លុងមួយដោយនំនេះក្រៅពីនៅទទួលទានជុំគ្នានៅក្នុងពិធីសែននំអ៊ីគេក៏ទទួលទានវានៅក្នុងពិធីមង្គលការនិងពិធីជួបជុំសំខាន់ៗជាច្រើននៅក្នុងគ្រួសារជនជាតិចិនផងដែរតើការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់ប្រហារជាអ្វីការបកស្រាយសុបិនអំពីសង្គ្រាមនិងកាំភ្លើងវាសំដៅទៅលើអត្ថន័យនិងការបកស្រាយជាច្រើនហើយនេះត្រូវបានកំណត់យ៉ាងជាក់លាក់យោងទៅតាមអ្វីដែលអ្នកសុបិនប្រាប់អំពីព័ត៌មានលម្អិតនៃសុបិនអ្នកកេងអាចឃើញថាសង្គ្រាមនិងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារវាងរណសិរ្សដ៏មានឥទ្ធិពលពីរនៅលើពិភពលោកឬគាត់អាចសុបិនបាននៃសង្គ្រាមហើយរត់គេចពីវាឆ្ងាយឬឈរហើយប្រឈមមុខនឹងការកម្ចាត់ខ្មាំងសត្រូវការបកស្រាយសុបិនអំពីសង្គ្រាមនិងកាំភ្លើងការមើលឃើញសង្គ្រាមក្នុងសុបិនរវាងមហាអំណាចទាំងពីរអាចជាភស្តុតាងនៃចំនួនឬជំងឺរាតត្បាតដែលកើតឡើងនៅក្នុងសង្គមហើយការអធិដ្ឋានជាចាំបាច់ជាច្រើនទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិដើម្បីសម្រាលស្ថានភាពនិងការការពារពីគ្រោះមហន្តរាយណាមួយសុបិនអំពីសង្គ្រាមអាចត្រូវបានបកស្រាយថាជាការបង្ហាញពីភាពចាំបាច់នៃការខិតខំប្រឹងប្រែងនិងបន្តការខិតខំដើម្បីសម្រេចបាននូវអ្វីដែលអ្នកសុបិនប្រាថ្នាក្នុងជីវិតនិងសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យដោយមានជំនួយពីព្រះដ៏មានមហិទ្ធិឫទ្ធិសុបិននៃសង្គ្រាមនិងការសម្លាប់ដោយកាំភ្លើងអាចជានិមិត្តរូបនៃភាពតានតឹងនិងការថប់បារម្ភដែលអ្នកសុបិនមានអារម្មណ៍ក្នុងអំឡុងពេលនេះទាក់ទងនឹងបញ្ហាជីវិតមួយចំនួនហើយនៅទីនេះគាត់ត្រូវតែព្យាយាមស្ងប់ស្ងាត់ខ្លួនឯងនិងស្វែងរកដំណោះស្រាយចំពោះអ្វីដែលគាត់កំពុងរងទុក្ខដោយប្រាជ្ញាការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់ប្រហារសង្គ្រាមបង្កប់នូវអត្ថន័យផ្សេងៗគ្នាជាច្រើនវាអាចបង្ហាញពីការបញ្ឆោតនិងការបោកបញ្ឆោតដោយនរណាម្នាក់ឬវាអាចបង្ហាញពីស្ថានភាពនៃភាពចលាចលនិងភាពចលាចលក្នុងជីវិតរបស់អ្នកសុបិនជាមួយនឹងអ្នកដែលនៅជុំវិញគាត់បង្ហាញពីការទទួលបានជ័យជំនះជោគជ័យនិងទីហ៊ានជាច្រើននៅក្នុងសុបិនជានិមិត្តរូបនៃការបំផ្លិចបំផ្លាញនៃភាពមិនពិតនិងជ័យជំនះនៃសេចក្តីពិតហើយព្រះជ្រាបច្បាស់បំផុតបុគ្គលអាចនឹងឃើញសុបិនអំពីសង្គ្រាមហើយថាខ្លួនខំដើម្បីព្រះហើយនេះអាចជាការបង្ហាញពីការសម្រេចបាននូវសេចក្តីល្អក្នុងជីវិតខាងមុខចំពោះសុបិនអំពីសង្គ្រាមនិងការចូលរួមជាមួយនឹងអ្នកឈ្លានពាននោះអាចនឹងត្រូវបានបកស្រាយជាដំណឹងល្អនៃការប្រមូលរបស់ដែលបានប្លន់ច្រើនហើយអំពីសុបិនពីសង្គ្រាមនិងសង្គ្រាមពីវានោះអាចជាការព្រមានដំបងពីការធ្វេសប្រហែសដល់កុមារនិងការខិតខំដើម្បីពួកគេក្នុងជីវិតនេះការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់កាំភ្លើងសម្រាប់ស្ត្រីនៅលាវសង្គ្រាមក្នុងសុបិនសម្រាប់ស្ត្រីនៅលាវអាចជាសញ្ញាបង្ហាញពីការរងទុក្ខរបស់នាងពីបញ្ហាក្នុងជីវិតប្រចាំថ្ងៃហើយនាងត្រូវតែរៀនអត់ធ្មត់និងការស៊ូទ្រាំដើម្បីទប់ទល់នឹងជោគជ័យក្នុងជីវិតឬសុបិននៃសង្គ្រាមនិងភ្លើងអាចបង្ហាញពីផ្លូវចិត្តនិងការប្រែប្រួលអារម្មណ៍ដែលអ្នកសុបិនកំពុងឆ្លងកាត់ហើយនៅទីនេះនាងត្រូវតែអធិដ្ឋានជាច្រើនទៅកាន់ព្រះសូមព្រះដ៏មានមហិទ្ធិឫទ្ធិជួយនាងក្នុងស្ថានភាពរបស់នាងនិងផ្ដល់សន្តិភាពនិងការលួងលោមផ្លូវចិត្តដល់នាងអ្នកដេកលក់អាចឃើញសង្គ្រាមរវាងប្រទេសទាំងពីរក្នុងពេលនាងគេងហើយនៅទីនេះសុបិននៃសង្គ្រាមតំណាងឲ្យសមត្ថភាពរបស់នាងព្រះដ៏មានមហិទ្ធិឫទ្ធិមានប្រតិយចង់សម្រេចបានជោគជ័យឬក្តីសុបិនអាចបង្ហាញពីស្ថិរភាពជីវិតរបស់នាងនិងការបង្កើតគ្រួសារការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់សម្លាប់ស្ត្រីរៀបការសុបិនអំពីសង្គ្រាមនិងការបាញ់សម្លាប់ស្ត្រីដែលរៀបការហើយអាចបង្ហាញពីអត្ថន័យជាច្រើនស្ត្រីម្នាក់អាចឃើញថានាងកំពុងប្រយុទ្ធជាមួយប្តីរបស់នាងហើយនេះបង្ហាញថាមានបញ្ហាមួយចំនួននៅក្នុងជីវិតរបស់សុបិនដែលនាងត្រូវតែព្យាយាមដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យវាកើតឡើងសុបិនអំពីសង្គ្រាមហើយកាន់ដាវជំនួសឲ្យកំភ្លើងអាចប្រាប់ពីការមានផ្ទៃពោះដែលចិត្តមកដល់របស់អ្នកសុបិនតាមរយៈបញ្ជារបស់ព្រះដ៏មានមហិទ្ធិឫទ្ធិអ្នកសុបិនអាចឃើញខ្លួនឯងខ្លាចសង្គ្រាមនិងចំនួនក្នុងសុបិននៅទីនេះសុបិននៃសង្គ្រាមនិងការបាញ់ប្រហារបង្ហាញពីបញ្ហាក្នុងជីវិតដែលទាមទារការអត់ធ្មត់និងការស៊ូទ្រាំសុបិននៃសង្គ្រាមនិងការគេចចេញពីវាព្រមមានពីការបាត់បង់នៅថ្ងៃខាងមុខការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់សម្លាប់ស្ត្រីមានផ្ទៃពោះសម្រាប់ស្ត្រីមានផ្ទៃពោះការសុបិនអំពីសង្គ្រាមនិងការសម្លាប់ស្ត្រូវអាចជាការព្រមានដល់នាងថា
នាងអាចនឹងប្រឈមមុខនឹងបញ្ហាសុខភាពមួយចំនួនដូច្នេះហើយនាងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើការថែរក្សាសុខភាពរបស់នាងនិងប្រកាន់ខ្ជាប់នៅអ្វីដែលគ្រូពេទ្យនិយាយចំពោះការបញ្ជូននរណាម្នាក់ទៅធ្វើសង្គ្រាមក្នុងសុបិននេះអាចបង្ហាញពីលទ្ធភាពនៃចំនួនខ្លះដែលកើតឡើងជាមួយបុគ្គលនេះតាមពិតអ្នកសុបិនគួរជៀសវាងរឿងនេះតាមដែលអាចធ្វើទៅបានទាក់ទងនឹងសុបិននៃសង្គ្រាមនិងការចូលរួមក្នុងវាដោយប្រើដាវនេះអាចប្រាប់អ្នកសុបិនថាកំណើតរបស់នាងនឹងងាយស្រួលព្រះសព្វព្រះハរតីថានាងនឹងមិនរងទុក្ខវេទនានិងការឈឺចាប់ជាច្រើនដូច្នេះហើយនាងត្រូវតែសង្ឃឹមសម្រាប់អំពើល្អហើយឈប់ការថប់បារម្ភហួសហេតុនិងការភ័យខ្លាចហួសហេតុការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់សម្លាប់ស្ត្រីលែងលះការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់សម្លាប់ស្ត្រីដែលលែងលះគ្នាអាចបង្ហាញពីចំណុចមួយចំនួនប្រសិនបើអ្នកសុបិនឃើញថានាងកំពុងចូលរួមក្នុងសង្គ្រាមនិងប្រយុទ្ធនឹងទាហាននេះបង្ហាញថានាងត្រូវតែរឹងមាំនិងទទួលភារកិច្ចនិងការទទួលខុសត្រូវជាច្រើនដែលបានប្រគល់ឲ្យនាងចំពោះសុបិនអំពីសង្គ្រាមនិងកាំជ្រួចវាអាចជានិមិត្តរូបភាពរឹងមាំនិងភាពក្លាហានរបស់អ្នកសុបិននិងសមត្ថភាពរបស់នាងក្នុងការប្រឈមមុខនឹងបញ្ហាហើយព្រះជ្រាបច្បាស់បំផុតការបកស្រាយសុបិនអំពីសង្គ្រាមនិងការបាញ់ប្រហារបុរសសម្រាប់បុរសម្នាក់សុបិនអំពីសង្គ្រាមនិងការសម្លាប់ទាហានអាចជាភស្តុតាងនៃការប្រឈមមុខនឹងបញ្ហានិងឧបសគ្គនៅក្នុងរយៈពេលខាងមុខប៉ុន្តែអ្នកសុបិនតាមរយៈការស្វែងរកជំនួយពីព្រះដ៏មានមហិទ្ធិឫទ្ធិនឹងអាចយកឈ្នះលើឧបសគ្គទាំងនេះហើយបន្ទាប់មកសម្រេចបានអ្វីដែលគាត់ចង់បានចំពោះសុបិនឃើញសង្គ្រាមដែលមិនបានចូលរួមនោះជានិមិត្តរូបនៃការកាត់ចំណងញាតិសន្តានត្រូវនៅឲ្យឆ្ងាយពីបញ្ហាអាក្រក់នេះហើយធានានៅមិត្តភាពរវាងញាតិមិត្តតាក់ទងនឹងសុបិននៃសង្គ្រាមនិងការភ័យខ្លាចយ៉ាងខ្លាំងវាអាចបង្ហាញពីវិសាលភាពនៃភាពប៉ិនប្រសប់របស់អ្នកសុបិនក្នុងការបន្តការខិតខំនិងធ្វើដោយឧស្សាហ៍ព្យាយាមដើម្បីធានាអនាគតដ៏ល្អសម្រាប់កូនៗនិងតាក់ទងនឹងសុបិននៃសង្គ្រាមនិងការចូលរួមក្នុងវាប៉ុន្តែដោយមានការភ័យខ្លាចខ្លាំងវាអាចមានការព្រមានអ្នកសុបិនមិនឲ្យគិតអំពីការចាកចេញពីគ្រួសារហើយផ្លាស់ទៅឆ្ងាយហើយព្រះជាម្ចាស់គឺខ្ពស់បំផុតនិងដឹងគ្រប់បែបយ៉ាងការបកស្រាយសុបិនអំពីសង្គ្រាមជាមួយអ៊ីស្រាអែលអ្នកដេកលក់អាចសុបិនថាមានសង្គ្រាមប្រឆាំងនឹងជនជាតិយូដាហើយនៅទីនេះសុបិននៃសង្គ្រាមនិងការបាញ់ប្រហារត្រូវបានបកស្រាយថាជាភស្តុតាងនៃការប៉ះពាល់និងបញ្ហាលំបាកនិងសោកសៅក្នុងជីវិតដែលទាមទារឲ្យអ្នកសុបិនអត់ធ្មត់និងព្យាយាមកម្ចាត់បញ្ហាហើយត្រឡប់ទៅស្ថិរភាពម្ដងទៀតទាក់ទងនឹងសុបិននៃសង្គ្រាមដ៏ធំមួយជនជាតិយូដានេះអាចបង្ហាញពីគុណសម្បត្តិមួយចំនួននៅក្នុងសុបិនដែលលេចធ្លោជាងគេនោះគឺថាគាត់បានព្យាយាមជួយមនុស្សជុំវិញគាត់ដើម្បីឲ្យពួកគេអាចរស់នៅយ៉ាងរឹងមាំឆ្ងាយពីសត្រូវហើយព្រះជ្រាបល្អបំផុតការបកស្រាយសុបិនអំពីសង្គ្រាមនិងការភ័យខ្លាចសុបិនអំពីសង្គ្រាមនិងការភ័យខ្លាចវាបង្ហាញពីលទ្ធភាពដែលបុគ្គលអាចឈានចូលដំណាក់កាលដ៏លំបាកក្នុងជីវិតរបស់គាត់អាចប្រឈមនឹងវិបត្តិនិងបញ្ហាជាបន្តបន្ទាប់ដូច្នេះហើយគាត់ត្រូវតែអត់ធ្មត់ហើយស្វែងរកជំនួយពីព្រះដ៏មានមហិទ្ធិឫទ្ធិហើយរៀបរាប់ពីទ្រង់ជាញឹកញយដើម្បីឲ្យគាត់ផ្ដល់កម្លាំងដល់គាត់សម្រាប់អ្វីដែលគាត់មានហើយព្រះជាម្ចាស់ជ្រាបច្បាស់បំផុតការបកស្រាយសុបិនអំពីសង្គ្រាមនិងការទម្លាក់គ្រាប់បែកសុបិននៃសង្គ្រាមនិងការទម្លាក់គ្រាប់បែកអាចជាការឆ្លុះបញ្ចាំងពីចំនួនផ្ទៃក្នុងនិងបញ្ហាផ្លូវចិត្តរបស់បុគ្គលម្នាក់ៗឬសុបិនអាចជាការព្រមានប្រឆាំងនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីនរណាម្នាក់នេះជាទង្វើដ៏អាក្រក់ដែលមនុស្សម្នាក់ត្រូវតែនៅឲ្យឆ្ងាយហើយអធិដ្ឋានទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិកុំត្រូវប៉ះពាល់ទៅនឹងវាការបកស្រាយសុបិនអំពីសង្គ្រាមនិងការហោះហើរការយល់សប្តិឃើញសង្គ្រាមនិងការរត់គេចពីវាអាចជានិមិត្តរូបនៃភាពជោគជ័យដែលអ្នកសុបិននឹងអាចសម្រេចបានក្នុងរយៈពេលខាងមុខនៃជីវិតរបស់ពួកគាត់ក្នុងលក្ខខណ្ឌដែលគាត់បន្តធ្វើការនិងព្យាយាមអាចព្រមមានអ្នកសុបិនអំពីការត្រូវបានគេបង្ហាញពីការច្រណែននិងការស្អប់ពីអ្នកដែលនៅជុំវិញខ្លួនគាត់ហើយហេតុដូច្នេះហើយអ្នកសុបិនត្រូវតែសូត្រគម្ពីរឲ្យបានញឹកញាប់ចំពោះសុបិនអំពីសង្គ្រាមនិងការរត់គេចពីគ្រាប់បែកដែលធ្លាក់នោះអាចត្រូវបានបកស្រាយថាជាការឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារបស់អ្នកសុបិនចង់គេចផុតពីវិវាទ
និងបញ្ហាដែលខ្លួនជួបប្រទះក្នុងជីវិតហើយនៅទីនេះគាត់ត្រូវតែអធិដ្ឋានជាច្រើនទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិក្នុងពេលឆាប់ៗការធូរស្រាលនិងភាពងាយស្រួលនៃកលៈទេសៈការបកស្រាយសុបិនអំពីសង្គ្រាមនិងមីស៊ីលសុបិនអំពីសង្គ្រាមនិងកាំជ្រួចព្រមមានអ្នកសុបិនអំពីការកាត់ឡើងនៃចំនួនរវាងគាត់និងអ្នកដែលនៅជុំវិញគាត់មិនថាគ្រួសាររបស់គាត់ឬអ្នកជិតខាងរបស់គាត់ឡើយចំពោះត្រង់ដើម្បីការពារគាត់ពីអំពើអាក្រក់ចំពោះសុបិននៃសង្គ្រាមកាំជ្រួចនិងកាំភ្លើងវាអាចនឹងបង្ហាញពីការយកឈ្នះលើការលំបាកនិងឈានទៅរកអ្វីដែលមានអត្ថន័យដោយព្រះគុណរបស់ព្រះការបកស្រាយសុបិនអំពីសង្គ្រាមនិងការវាយប្រហារសុបិនអំពីសង្គ្រាមនិងសមរភូមិអាចជានិមិត្តរូបនៃការកើតឡើងនៃការផ្លាស់ប្ដូររ៉ាឌីកាល់មួយចំនួននៅក្នុងជីវិតរបស់អ្នកនៅក្នុងកម្រិតការងារចំពោះសុបិនអំពីសង្គ្រាមនិងការវាយប្រហារខ្លាំងនេះអាចព្រមមានអ្នកសុបិនអំពីបញ្ហាគ្រួសារនិងការមិនចុះសម្រុងគ្នាដែលអាចរំខានដល់ជីវិតរបស់នាងក្មេងស្រីនៅលាវអាចយល់សប្តិឃើញសង្គ្រាមនិងការវាយលុកហើយនៅទីនេះសុបិននេះអាចត្រូវបានបកស្រាយដោយយោងទៅតាមវាជាភស្តុតាងនៃភាពជិតមកដល់នៃអាពាហ៍ពិពាហ៍ព្រះជាម្ចាស់សព្វព្រះハរតីជ័យជំនះក្នុងសង្គ្រាមក្នុងសុបិនឃើញជ័យជំនះក្នុងសមរភូមិបង្ហាញពីមនុស្សម្នាក់ដែលជំនះឧបសគ្គនិងវិបត្តិក្នុងជីវិតប្រសិនបើមនុស្សម្នាក់មើលឃើញថាគាត់ត្រូវបានយកឈ្នះក្នុងសមរភូមិដ៏ធ្ងន់ធ្ងរនេះតំណាងឲ្យគាត់នឹងយកឈ្នះលើភាពមិនអនុគ្រោះដ៏ធំចំពោះការឃើញភាគីល្អឈ្នះក្នុងសុបិនវាបង្ហាញពីការរកយុត្តិធម៌សម្រាប់អ្នកដែលបានប្រព្រឹត្តខុសឬត្រូវបានគេទុកចោលចំណែកឯមនុស្សម្នាក់ឃើញក្នុងសុបិនថាភាគីអាក្រក់ឈ្នះវាបង្ហាញពីវត្តមាននៃសម្ពាធនិងអយុត្តិធម៌ក្នុងជីវិតអ្នកសុបិននៅពេលដែលមនុស្សម្នាក់ស្រមៃថាគាត់កំពុងឈ្នះការប្រយុទ្ធជាមួយគូប្រជែងនេះមានន័យថាគាត់នឹងឈ្នះក្នុងចំនួនដ៏ធ្ងន់ធ្ងរមួយប្រសិនបើជ័យជំនះនៅក្នុងសុបិនគឺប្រឆាំងនឹងសមាជិកគ្រួសារនោះនេះគឺជាការបង្ហាញពីការជួសជុលទំនាក់ទំនងនិងការដោះស្រាយជម្លោះរវាងពួកគេអ្នកណាដែលឃើញក្នុងសុបិនថាគាត់កំពុងដឹកនាំសមរភូមិហើយឈ្នះវានេះបង្ហាញថាគាត់នឹងធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃដែលនឹងជះឥទ្ធិពលវិជ្ជមានដល់ជីវិតអាជីពនិងឯកជនរបស់គាត់ម្យ៉ាងវិញទៀតអារម្មណ៍សប្បាយរីករាយជាលទ្ធផលនៃការឈ្នះការប្រយុទ្ធឆ្លុះបញ្ចាំងពីសុទ្ធិដ្ឋិនិយមនិងសេចក្តីរីករាយដែលបុគ្គលនោះនឹងត្រូវកាត់តាមការពិតរបស់គាត់ទម្លាក់យន្តហោះចម្បាំងក្នុងសុបិននៅពេលដែលមនុស្សម្នាក់ស្រមៃថាគាត់ឃើញការទម្លាក់គ្រាប់បាយរបស់យន្តហោះចម្បាំងនេះគឺជាភស្តុតាងដែលបង្ហាញថាគាត់កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនិងលំបាកក្នុងជីវិតរបស់គាត់ដែលធ្វើឲ្យគាត់មានអារម្មណ៍សោកសៅនិងអស់សង្ឃឹមក្តីសុបិននេះឆ្លុះបញ្ចាំងពីសម្ពាធនិងវិបត្តិដែលជាឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពផ្លូវចិត្តរបស់គាត់និងធ្វើឲ្យគាត់មានអារម្មណ៍តូចចិត្តនៅពេលដែលបកស្រាយការយល់ឃើញរបស់យន្តហោះចម្បាំងដែលកំពុងទម្លាក់គ្រាប់បាយក្នុងសុបិននេះអាចចាត់ទុកថាជាសញ្ញាបង្ហាញថាបុគ្គលនោះកំពុងប្រឈមមុខនឹងភាពសោកសៅនិងស្ថានភាពអវិជ្ជមានជាច្រើនក្នុងជីវិតរបស់គាត់ចក្ខុវិស័យនេះក៏បង្ហាញពីការផ្លាស់ប្ដូរស្ថានភាពពីកាន់តែប្រសើរទៅកាន់តែអាក្រក់និងអារម្មណ៍នៃទុក្ខព្រួយយ៉ាងខ្លាំងដែលអាចជាឥទ្ធិពលអវិជ្ជមានដល់ចិត្តមនុស្សនិងអារម្មណ៍នៃទុក្ខព្រួយយ៉ាងខ្លាំងដែលអាចជាឥទ្ធិពលអវិជ្ជមានដល់ចិត្តរបស់មនុស្សម្នាក់ៗចក្ខុវិស័យនេះបង្ហាញពីសំណាងអាក្រក់ដែលដើរតាមអ្នកសុបិនក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតរបស់គាត់ដែលជាឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពនិងអារម្មណ៍ស្កប់ស្កល់របស់គាត់សម្រាប់សិស្សានុសិស្សប្រសិនបើនរណាម្នាក់ស្រមៃចង់ឃើញយន្តហោះចម្បាំងកំពុងទម្លាក់គ្រាប់បាយនេះអាចបង្ហាញថាពួកគេប្រឈមមុខនឹងការលំបាកក្នុងការទទួលបានលទ្ធផលសិក្សានិងការភ័យខ្លាចនៃការប្រឡងមិនជាប់ដែលឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្តរបស់ពួកគេជាមួយនឹងអារម្មណ៍ខកចិត្តនិងមិនអាចឈានទៅមុខបានការបកស្រាយសុបិនអំពីសង្គ្រាមនិងការរត់គេចខ្លួនសម្រាប់ស្ត្រីរៀបការនៅពេលដែលស្ត្រីដែលរៀបការហើយស្រមៃចង់បានសង្គ្រាមហើយរត់គេចខ្លួននេះជាសញ្ញាបង្ហាញថានាងនឹងទទួលបានសេចក្តីល្អនិងពរជ័យដែលមិននឹកស្មានដល់នៅថ្ងៃខាងមុខដែលនឹងនាំមកនូវសុភមង្គលនិងការធានាដល់នាងសម្រាប់ស្ត្រីដែលរៀបការហើយការសុបិនចង់រត់គេចពីសង្គ្រាមគឺជាសញ្ញាបង្ហាញពីការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យនិងបង្កើតអនាគតដែលពោរពេញដោយពន្លឺនិងក្តីសង្ឃឹមសម្រាប់នាងនិងគ្រួសាររបស់នាងម្យ៉ាងទៀតការឃើញសង្គ្រាមនៅក្នុងសុបិនរបស់ស្ត្រីដែលរៀបការហើយអាចប្រាប់ពីការមកដល់នៃដំណឹងល្អនិងស្ថានភាពរីករាយដែលនឹងរួមចំណែកដល់ការកែលម្អអារម្មណ៍របស់នាងនិងលើកកម្ពស់សីលធម៌របស់នាងឃ
យម៉ៃឬផ្កាយក្នុងសុបិនបង្ហាញពីគូព្រេងចិត្តមកដល់រីឯអាជីពត្រូវបានដំឡើងឋានៈថ្មីកេរសុបិនឃើញមេឃនិងផ្កាយយោងទៅតាមជំនឿគឺតាក់ទងនឹងគូព្រេងដែលចិត្តមកដល់ចំពោះមនុស្សនៅលាវចំណែករឿងកិច្ចការងារអ្នកអាជីពប្រចាំថ្ងៃកំពុងត្រូវបានចៅហ្វាយនាយសម្លឹងឃើញចង់ដំឡើងតំណែងក្នុងតួនាទីថ្មីសុបិនឃើញមេឃភ្លឺច្បាស់ជាក្តីសុបិនមួយដែលបានឡើងតំណែងក្នុងការងារហើយអាជីពដើរទៅមុខដោយរលូននិងមានអ្នកតាមជួយជ្រោមជ្រែងទំនុកបំរុងជានិច្ចចំណែកគូស្នេហ៍ដែលរៀបការអាចនឹងមានសមាជិកថ្មីចូលមករស់នៅជាកូនចៅដែលនាំសុខសប្បាយដល់អ្នកសុបិនឃើញមេឃងងឹតមានន័យថាអ្នកនឹងទទួលបានដំណឹងល្អពីអ្នកដែលនៅឆ្ងាយឬសមាជិកដែលបែកគ្នាមកជាយូរហើយសុបិនឃើញផ្ទៃមេឃក្រហមខ្លាំងបានន័យថាអ្នកអាចត្រូវបានដំឡើងឋានៈក្នុងតួនាទីការងារណាមួយហើយអាជីពនឹងកាន់តែមានស្ថិរភាពទៅមុខឥតឈប់ឈរសុបិនឃើញផ្កាយនៅលើមេឃមនុស្សនៅលាវបើសុបិនឃើញផ្កាយបញ្ជាក់បានថាគូព្រេងពិតរបស់អ្នកកំពុងតាមរកអ្នកហើយអ្នកអាចនឹងជួបគេឆាប់ៗនេះដែលមិនអាចនៅរងចាំទៀតយល់សប្តិឃើញយន្តហោះឬខ្លួនឯងបានឡើងជិះយ៉ាងសប្បាយអត្ថន័យល្អណាស់យន្តហោះក្នុងសុបិនបង្ហាញពីរឿងរ៉ាវចាក់ stress ពីការគិតនៃដំណើរកម្សាន្តទៅទីកន្លែងឆ្ងាយចិត្តនិងបញ្ជាក់ពីអាជីពនាពេលអនាគតរបស់អ្នកសុបិនឃើញយន្តហោះនៅលើមេឃយោងទៅតាមជំនឿបញ្ជាក់បានថាអ្នកនឹងធ្វើដំណើរទៅកន្លែងឆ្ងាយជាពិសេសអ្នកនឹងទទួលបានលាភសំណាងពីដំណើរកម្សាន្តមួយនេះប៉ុន្តែប្រសិនបើសុបិនឃើញយន្តហោះនៅលើមេឃតាមទំនាយថាអ្នកនឹងទទួលបានដំណឹងល្អពីញាតិជិតឆ្ងាយឬទទួលបានដំណឹងល្អអំពីភារកិច្ចការងារដែលបានបំពេញកន្លងមកសុបិនអំពីគុជនិងត្បូងមានន័យពុស្តាខុសគ្នារវាងទម្លាប់ឥណ្ឌានិងចិនត្បូងថ្មមានតម្លៃនានាក្នុងសុបិនត្រូវបានគេគិតថាជានិមិត្តរូបទាក់ទាមយ៉ាងធំនៃទិដ្ឋភាពជីវិតម្ចាស់ដំណេកជាទូទៅក្តីសុបិនអំពីត្បូងជាសញ្ញាល្អទាំងសម្រាប់កិច្ចការផ្ទាល់ខ្លួនជីវិតស្នេហានិងការធ្វើជំនួញព្រោះថាគ្រឿងអលង្ការនិមិត្តសញ្ញានៃភាពរីករាយនិងទ្រព្យសម្បត្តិក្តីសុបិនឃើញយើងកំពុងមើលត្បូងដ៏មានតម្លៃអាចមានន័យថាអ្នកត្រូវបានលបួងដោយទ្រព្យសម្បត្តិបកស្រាយថាអ្នកណាម្នាក់កំពុងចង់យកវាមកចងអ្នកម្យ៉ាងទៀតប្រសិនបើឃើញទទួលបានអំណោយជាត្បូងឬពេជ្រនៅក្នុងក្តីសុបិនជាសញ្ញាបង្ហាញថាទ្រព្យនឹងកើនឡើងយោងតាមការពាក់ត្បូងក្នុងសុបិនវិញគឺជាសញ្ញានៃឋានៈឬសមិទ្ធផលទើបនឹងទទួលបានមកដោយឥស្សរៈប្រសិនបើឃើញមនុស្សផ្សេងទៀតនៅក្នុងសុបិនពាក់ត្បូងល្អភ្លឺថ្លាអាចមានន័យថាខ្លួនយើងឬប្រហែលជាញាតិមិត្តម្នាក់នឹងឡើងឋានៈជាទីគោរពក្នុងសង្គមបើសុបិនឃើញធម្មជាតិចម្រុះពណ៌នៃត្បូងនៅក្នុងក្តីសុបិនក៏គួរឲ្យកត់សម្គាល់ផងដែរត្បូងពណ៌ខៀវគឺជានិមិត្តរូបនៃការបំផុសគំនិតថ្មីអាជីវកម្មថ្មីសូម្បីតែការសិក្សាឬការងារថ្មីមួយខណៈពេលដែលថ្មក្រហមអាចទាយអំពីទំនាក់ទំនងស្នេហាថ្មីប្រសិនបើសុបិនឃើញត្បូងពណ៌លឿងគួរតែត្រៀមខ្លួនសម្រាប់ឱកាសថ្មីមួយឯត្បូងពណ៌បៃតងអាចនាំមកនូវប្រាក់និងទ្រព្យសម្បត្តិថ្មីធំជាសំណុំមកក្នុងជីវិតបើសុបិនឃើញត្បូងពណ៌លឿងប្រសិនបើម្ចាស់ដំណេកជាស្ត្រីវ័យក្មេងក្តីសុបិនអំពីត្បូងពណ៌លឿងអាចត្រូវបានបកស្រាយអំពីការទទួលបានអាពាហ៍ពិពាហ៍ល្អមួយនាពេលអនាគតសុបិនត្បូងគិតជាទូទៅតាមក្បួនចិនបុរាណការសុបិនអំពីត្បូងស្ទើរតែទាំងអស់ផ្សារភ្ជាប់ជាមួយនឹងភាពលោភលន់ក្នុងគំនិតចិនភាគខាងជើងតែនៅដីកណ្ដាលសុបិនអំពីត្បូងភ្លឺថ្លាល្អជាសញ្ញាម្ចាស់ដំណេកនឹងក្លាយជាអភិជនមានទ្រព្យសម្បត្តិច្រើននៅក្នុងជីវិតទោះជាយ៉ាងណាជំនឿជាទូទៅមួយកាលពីរាជវង្សជីងគឺបន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនអ្នកនឹងអាចទទួលបានរង្វាន់ពីការងារប្រសិនបើយល់សប្តិឃើញត្បូងគ្រប់ពណ៌នៅពេលម្ចាស់ដំណេកយល់សប្តិថារកឃើញត្បូងជាការព្រមានពីភាពលោភលន់របស់អ្នកនឹងទទួលបានការលបួងឲ្យចូលអន្ទាក់សម្ភារៈនិយមដែលនឹងជាឥទ្ធិពលល្អខ្លះមិនល្អខ្លះដល់អ្នកឲ្យស្មុគស្មាញតែបើត្បូងនោះជាពន្លឺបង្ហាញថានឹងមានឱកាសអាជីវកម្មឬការងារដើម្បីសាកល្បងនៅអ្វីដែលអ្នកជឿខ្លួនធ្វើបានសុបិនទទួលបានអំណោយជាត្បូងជានិមិត្តរូបនៃឱកាសហិរញ្ញវត្ថុឆាប់នេះក្នុងជីវិតពិតជាចំនួនទឹកប្រាក់ដ៏ច្រើន
បើសុបិនអំពីការលក់ដូរត្បូងអាចជាសញ្ញាល្អបង្ហាញថាការលំបាកផ្នែកហិរញ្ញវត្ថុនឹងត្រូវបានដោះស្រាយឆាប់បំផុតថែមទាំងអាចមានប្រាក់ដែលនៅសល់ជាមួយនឹងការរំពឹងទុកមួយចំនួនដោះបានស្ថានភាពស្មុគស្មាញបច្ចុប្បន្ននៅពេលដែលអ្នកយល់សប្តិឃើញចិញ្ចៀនឬក្រវិលឬរបស់របរផ្សេងទៀតដែលមានដាំត្បូងក្តីសុបិនជាកំពូលនៃសារប្រាប់មុនទាក់ទងនឹងសំណាងនិងវិបុលភាពភាគច្រើនអ្នកនឹងទទួលបានប្រាក់ឆាប់មិនមានកំណត់ថាជាសារប្រាប់តែចំពោះសាច់ប្រាក់ទេរឿងល្អផ្សេងទៀតអាចកើតឡើងផ្ដល់នូវភាពរីករាយជាច្រើនជនជាតិអារ៉ាប់បុរាណកាត់សុបិនយ៉ាងណាអំពីត្បូងគេយល់ថានៅពេលឃើញត្បូងនៅក្នុងក្តីសុបិនច្រើនតំណាងឲ្យស្ត្រីឬប្រាក់ត្បូងជាច្រើនមានន័យថាលុយកាន់តែច្រើននៅពេលឃើញត្បូងពណ៌សក្តីសុបិនតំណាងឲ្យដឹងថានឹងមានកូនប្រុសនៅពេលសុបិនអំពីពេជ្រនេះតំណាងឲ្យអាពាហ៍ពិពាហ៍និងសុភមង្គលប្រសិនបើឃើញឆ្នៃត្បូងបង្ហាញពីភាពខ្លាំងនិងប្រាក់ចំណេញប្រសិនបើឃើញត្បូងមរតកនៅក្នុងក្តីសុបិនតំណាងឲ្យសម្បូរញាតិកូនបងប្អូនប្រុសស្រីនិងប្រាក់កាសនៅពេលអ្នកសុបិនអំពីគុជខ្យងក្តីតំណាងឲ្យបានប្រពន្ធឬប្តីល្អនៅពេលអ្នកមានគុជឬត្បូងជាច្រើននៅក្នុងក្តីសុបិនជានិមិត្តរូបនៃប្រាក់កាសកើនឡើងនិងការពេញចិត្តនៅពេលអ្នកសុបិនឃើញគុជខ្យងឬត្បូងធំនេះតំណាងឲ្យដំណឹងមុនពីការនឹងទទួលបានប្រាក់រង្វាន់ច្រើនប្រសិនបើទិញលក់ត្បូងឬគុជខ្យងបង្ហាញថាអ្នកនឹងទទួលបានអ្វីដែលល្អក្នុងជីវិតឆាប់ប្រសិនបើបោះបង់គុជឬត្បូងនៅនឹងដីកូនឬប្អូនស្រីរបស់អ្នកនឹងមានដំណឹងរៀបការអត្ថន័យយល់សប្តិរៀបការឬចូលរួមពិធីមង្គលការពិធីអាពាហ៍ពិពាហ៍ក្នុងសុបិនចាត់ទុកជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលម្ចាស់ខ្លួននឹងជួបរឿងសប្បាយរីករាយព្រមទាំងសំបំណងជាមួយកិច្ចការសពយ៉ាងជាទូទៅសុបិនរៀបការឬឃើញខ្លួនឯងចូលរួមពិធីមង្គលការវាមានន័យថាអ្នកនឹងទទួលបានលាភសំណាងពីមនុស្សភេទផ្ទុយឬអាចមានឱកាសឈ្នះរង្វាន់ទៀតផងសុបិនរៀបការជាមួយមនុស្សមិនស្គាល់អំឡុងពេលនេះនឹងមានការរីកចម្រើនហើយអ្នកនឹងបានទទួលតែរឿងល្អៗចូលមកក្នុងជីវិតសុបិនចូលរួមពិធីមង្គលការរបស់មិត្តវាជាតំណាងថាជីវិតស្នេហាក្នុងរយៈពេលនេះនឹងមានផ្លែផ្កាល្អណាស់មនុស្សនៅលាវនឹងបានជួបគូនិស្ស័យតាមមិត្តភ័ក្តិឬអ្នកស្គាល់គ្នាសុបិនចូលរួមពិធីមង្គលការជាមួយមនុស្សច្រើនអ្នកនឹងទទួលបានដំណឹងល្អឬទំនាក់ទំនងពីញាតិមិត្តឬអ្នកស្គាល់ពីចម្ងាយសុបិនចូលរួមពិធីមង្គលការរបស់អ្នកដទៃសុបិននេះជានិមិត្តរូបនៃឱកាសការងារល្អៗនិងលទ្ធផលជោគជ័យក្នុងភារកិច្ចសុបិនចូលរួមពិធីមង្គលការរបស់សាច់ញាតិវាជាសញ្ញាល្អដែលមានន័យថាអ្នកនឹងទទួលបានការជ្រោមជ្រែងពីអ្នកដទៃសុបិនចូលរួមពិធីមង្គលការអ្នកស្គាល់គ្នាទូទីថាអ្នកនឹងបានជួបតែរឿងល្អៗហើយមានមិត្តផ្ដល់ឱកាសការងារមកឲ្យទៀតផងសុបិនចូលរួមពិធីមង្គលការរបស់អតីតសង្សារជីវិតពិតនឹងទទួលបានតែលាភសំណាងចូលមកជានិច្ចបើហៀបនឹងមានបញ្ហានោះនឹងមានអ្នកចាំជួយគ្រប់គ្រងពិតទេថាយើងកេងសុបិនឃើញគេព្រោះគេនឹកយើងចាស់ច្រើននិយាយថាបើនៅសុកយល់សប្តិឃើញមនុស្សដែលខានឃើញគ្នាយូរបានន័យថាមនុស្សនោះកំពុងគិតអំពីអ្នកនេះអាចជាការភ្ញាក់ផ្អើលដ៏អស្ចារ្យសម្រាប់អ្នកនៅលាវដែលយល់សប្តិឃើញប្រុសស្អាតឬស្រីក្នុងបេះដូងខ្លួនតែសៀវភៅទូទាយពិតជាបាននិយាយដូច្នេះមែនប្រសិនបើអ្នកសុបិនអំពីនរណាម្នាក់ដែលអ្នកមិនបានឃើញជាយូរមកហើយពួកគេក្នុងជីវិតពិតទំនងជាបានគិតអំពីអ្នកនឹកអ្នកនិយាយអំពីអ្នកឬអាចនឹងលេចមុខនៅក្នុងជីវិតរបស់អ្នកឆាប់នេះម្យ៉ាងវិញទៀតនៅពេលដែលអ្នកសុបិនអំពីមិត្តភ័ក្តិអ្នករួមការងារឬសង្សារអតីតរឿងអ្វីមួយថ្មីទាក់ទិននឹងពួកគេមកជាកើតមានឆាប់មិនខានគេអាចកំពុងតែគិតអំពីអ្នកសន្និវាសនឹងនាំគេឲ្យមកទាក់ទាញអ្វីមួយនឹងអ្នកឡើងវិញនៅពេលអ្នកឃើញពួកគេក្នុងសុបិនសូមយកចិត្តទុកដាក់ចំពោះសកម្មភាពឬភាសាកាយវិការរបស់ពួកគេអ្នកនឹងកាត់យល់បានយ៉ាងឆាប់រហ័សថាតើពួកគេមានគំនិតវិជ្ជមានឬអវិជ្ជមានមកលើអ្នកប្រសិនបើអ្នកមិនចង់បានមនុស្សនេះមកទាក់ទិនក្នុងជីវិតទេកុំនិយាយពីក្តីសុបិននេះទៅកាន់ពួកគេផ្ទុយទៅវិញប្រសិនបើការប្រាប់ពួកគេអំពីក្តីសុបិននោះអាចជួយបង្កើតនិស្ស័យចក្រវាឡតភ្ជាប់គ្នា
ដែលអ្នកកំពុងស្វែងរកនៅពេលដែលអ្នកមានក្តីសុបិនអំពីនរណាម្នាក់ជាការសំខាន់ក្នុងការចងចាំក្តីសុបិនឲ្យបានច្បាស់ថាមានដំណើរដូចម្តេចខ្លះដើម្បីយល់ច្បាស់ពីអត្ថន័យរបស់វាខណៈពេលដែលអ្នកវិទ្យាសាស្ត្រមិនដឹងថាហេតុអ្វីបានជាយើងមានសុបិនកើតមុនអ្វីមួយបំរុងកើតក្នុងជីវិតយើងវិជ្ជាភពនិងតារាសាស្ត្រដឹងអត្ថន័យរបស់សុបិនបើយើងនៅមិននៅទៅយល់សប្តិឃើញគេម្នាក់នោះ1អ្នកចង់ឲ្យមនុស្សម្នាក់នោះមកចូលចិត្តឬស្រឡាញ់ខ្លួននៅពេលអ្នកសុបិនអំពីនរណាម្នាក់ជាសញ្ញាមួយថាយើងចង់បានការយល់ព្រមចិត្តកាយឬការយកចិត្តទុកដាក់ពីពួកគេនេះទំនងជាបណ្ដាលមកពីការពិតដែលថាពួកគេបានប្រងើយកន្តើយនឹងអ្នកឬមិនចូលរួមជាមួយគំនិតពិសេសក្នុងបេះដូងអ្នក2អាចថាម្នាក់នោះនឹងទទួលបានអត្ថប្រយោជន៍ពីអ្នកការមានក្តីសុបិនអំពីនរណាម្នាក់អាចជាសញ្ញាមួយទៀតដែលប្រផ្នូលថាពួកគេនឹងមកទាញយកប្រយោជន៍ពីអ្នកឬបណ្ដាលឲ្យអ្នកឈឺចាប់ខាងផ្លូវចិត្តក្តីសុបិននេះអាចជាការព្រមានដែលអ្នកថែរក្សាប្រាប់យើងឲ្យសង្ស័យចំពោះមនុស្សនេះនិងបំណងរបស់ពួកគេខ្លាចថាទំនាក់ទំនងជាមួយមនុស្សនេះធ្វើឲ្យអ្នកងាយរងគ្រោះទាំងខាងផ្លូវចិត្តនិងហិរញ្ញវត្ថុ3ឃើញមនុស្សដដែលជាប់គ្នាច្រើនថ្ងៃអាចគេមានបំណងជួបយើងរូបរាងរបស់មនុស្សជាលក្ខណៈម្នាក់កើតឡើងជាប់រដឹកនៅក្នុងក្តីសុបិនរបស់អ្នកមានន័យថាមានគេប្រាប់មុនអំពីអ្វីដែលជីវិតអ្នកអាចមានជាមួយពួកគេឆាប់ៗនេះអាចជាការសហការរកស៊ីឬជួបចៃដន្យឬស្រឡាញ់គ្នាបាន4សុបិនអំពីនរណាកំពុងមានអារម្មណ៍ឯកាសោកសៅអាចប្រាប់បានថាគេនោះក្នុងជីវិតពិតកំពុងនឹកមកដល់អ្នកយ៉ាងខ្លាំងហើយចង់ជួបអ្នក5បើឃើញគេនោះមកញ៉ាយប៉ប្រែវាពិតមិនពិបាកកាត់ន័យទេសុបិននេះត្រង់ណាស់គឺគេកំពុងស្រឡាញ់អ្នកពិតមែនចង់តែឲ្យអ្នកដទៃដឹងថាអ្នកជាកម្មសិទ្ធិរបស់គេជាឯកសិទ្ធិដែលគេមិនចង់រំលែកជាមួយនរណាទាំងអស់ដំណឹងល្អគឺថាពួកគេទំនងជាគិតអំពីអ្នកផងដែររាល់ពេលអ្នកយល់សប្តិឃើញគេម្ដងពិសេសពេលដែលឃើញគេមកនិយាយល្អស្និទ្ធស្នាលនឹងអ្នកបង្អែមក្នុងសុបិនទិញបង្អែមហូបបង្អែមអ្វីមួយល្អកំពុងកើតឡើងសុបិនបង្អែមតំណាងឲ្យសន្តិភាពនិងភាពសុខដុមរមនាក្នុងគ្រួសារប្រកបមែនសុបិនឃើញអាហារផ្អែមជានិមិត្តរូបនៃជីវិតដែលពោរពេញទៅដោយសុភមង្គលឆាប់នេះប្រហែលជាម្ចាស់សុបិនជាស្ត្រីដែលសុបិនរៀបចំបង្អែមដោយក្តីស្រឡាញ់សម្រាប់នរណាម្នាក់គឺជាសញ្ញាមួយដែលនាងនឹងជួបមិត្តរួមព្រលឹងរបស់នាងអាចឈានទៅដល់ពិធីមង្គលការផងដែរស្នេហាពេញមួយជីវិតដោយរីករាយសុបិនឃើញញ៉ាំបង្អែមគឺជាសញ្ញានៃការបានស្កប់ចិត្តនៅគ្រប់ក្តីប្រាថ្នានេះគឺជាសញ្ញាមួយដ៏សែនវិជ្ជមានក្នុងចំណោមសុបិននានាវាក៏អាចបង្ហាញពីមោទនភាពរបស់អ្នកដែលកើតចេញពីការសម្រេចបាននៅក្តីសុបិនឬគោលដៅដែលបានពងមកជាយូរហើយធ្វើបង្អែមទទួលភ្ញៀវទទួលឲ្យនរណាម្នាក់ញ៉ាំបង្អែមអាចជាសញ្ញានៃការនឹកដល់យើងពីសំណាក់មនុស្សដែលអ្នកយល់ថាមានឥទ្ធិពលនិងមានសារៈសំខាន់ចំពោះជីវិតរបស់អ្នកប្រហែលជាចង់ត្រូវបានគេទទួលស្គាល់ថាជាផ្នែកនៃរង្វង់ជីវិតឯកជនរបស់ពួកគេបានសម្រេចហើយការអង្គុយនៅលើតុដែលផ្ទុកពេញដោយបង្អែមឆ្ងាញ់ៗគឺជាទ្រព្យសម្បត្តិទិញបង្អែមគឺជាសញ្ញាមួយដែលអ្នកត្រូវបានគេធ្វើឲ្យពេញចិត្តគេតាមបម្រើផ្គប់ចិត្តនិងតាមចិត្តអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះអ្វីមួយដែលអ្នកមិនធ្លាប់ហ៊ានស្រមៃថាគេព្រមធ្វើនឹងលះបង់ដើម្បីអ្នកតែពេលនេះគេតាំងចិត្តហើយ